សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel អេមីនសង្ស្រ័យក្នុងការស្ដីរឿងមើលរឿងចាប់ដែលមានចំណងជើងថាអនឡុងស្នេហ៍សណ្ដំចិត្តអញ្ចឹងចឹងដល់សាច់រឿងពេញបែបណាយើងមកចូលទស្សនាទាំងអស់គ្នាប៉ុន្តែទស្សនាសូមបងប្អូនជួយចុច like និង subscribe ដល់ Channel របស់ admin ម្នាក់មួយផងណាទស្សនៈរបស់យើងនៅក្នុងរឿងនេះក៏គាត់ត្រឹមតែជាក្មេងស្រីសាមញ្ញម្នាក់ដែលខំធ្វើការងារខ្វាត់ស្វែងខ្លាំងមែនទែនប៉ុន្តែតួស្រីក៏ធ្លាប់មានប្រវត្តិមានសង្សារដែរណាគឺបែកគ្នារយៈពេល5ឆ្នាំរីឯ5ឆ្នាំមុននោះតួស្រីរបស់យើងនេះគឺជាមនុស្សអាត្មានិយមបានដើរចេញពីបរិមម្នាក់ដែលជាមនុស្សពិការភ្នែកភ្លាមតែម្ដងហើយទទួលលុយរបស់ឪពុករបស់តួប្រុសរបស់យើងហ្នឹងណាហើយតួប្រុសពេលនេះមិនអស់ចិត្តនោះទេមកសួរតួស្រីហេតុអីតួស្រីធ្វើបែបនេះទៅដាក់គាត់ហើយតួស្រីនេះនៅក្នុងបន្ទប់នេះក៏គិតថាធ្វើឲ្យតួប្រុសរបស់យើងស្អប់គាត់កាន់តែខ្លាំងទៅគាត់លួងតួប្រុសរបស់យើងចង់ដាំបាយជាមួយនឹងគ្នាប៉ុន្តែតួស្រីមិនដឹងស្មានថានៅក្នុងបន្ទប់នោះក៏មានកាមេរ៉ាសុវត្ថិភាពដែលនាងជូឡៃយីនេះគឺមានតំណែងតំណងជាមួយនឹងតួប្រុសរបស់យើងដោយសារតែគ្រួសាររបស់គេគឺពេញចិត្តទេណាអញ្ចឹងហើយនាងនេះឃើញតែតួស្រីវិលត្រឡប់មកវិញអត់ពេញចិត្តនោះទេក៏រៀបចំគម្រោងធ្វើបាបតួស្រីប៉ុន្តែពេលនេះតួប្រុសរបស់យើងក៏សុំលេខទូរស័ព្ទតួស្រីរបស់យើងទៀតណាក៏ថាត្រូវតែតាក់ទងតួស្រីហើយតួស្រីនេះក៏គាត់នៅតែមានជាប់ជំពាក់ជាមួយនឹងតួប្រុសរបស់យើងមិនចេះចាំចេះហើយតែម្ដងដោយសារតែពេលនេះបញ្ហាកាន់តែច្រើនទៅតួស្រីសំបីតែខ្លាចសាក់នៅរបស់គាត់ក៏ត្រូវបានអ្នកមីងក៏បន្ទិញចេញដែរក៏បន្ទោថាតួស្រីទៅរករឿងធ្វើឲ្យអ្នកណាអន់ចិត្តចឹងហើយណាគេអ្នកធំគេអ្នកមានក៏បណ្ដេញតួស្រីរបស់យើងមិនឲ្យនៅសុកនៅក្នុងភូមិឬក្នុងអាផាតមិននេះបានតទៅទៀតទេតួស្រីពេលនេះមានតែពឹងពាក់ជាមួយមិត្តភ័ក្តិដោយសារតែការងារណាសូម្បីតែកាយរបស់គាត់ក៏ខកប្រាប់ដែរថាតួស្រីត្រូវបានពឹងប្រាក់ខែចុងក្រោយរបស់គាត់ដែរតួប្រុសដឹងដំណឹងនេះគឺសប្បាយចិត្តខ្លាំងមែនទែនក៏ពេលនោះណាគឺគាត់អបអររីករាយខ្លាំងរហូតដល់គាត់នេះឲ្យខាងជំនួយការស៊ើបមើលតែតួស្រីធ្លាក់ដូនតាបដល់កម្រិតណាធៀបគាត់ចង់ឲ្យតួស្រីរបស់យើងមកអោនក្បាលក៏រកគាត់ណាប៉ុន្តែតួស្រីរបស់យើងមានមិត្តភ័ក្តិជូនឹងគឺគាត់ចរិតល្អខ្លាំងណាស់ហើយក៏មានបងប្រុសម្នាក់បងប្រុសភុជូនឹងគឺគាត់ស្រឡាញ់តួស្រីរបស់យើងនឹងឯងប៉ុន្តែក៏គាត់រៀងអ៊ិនព្រៀមមានអាកាសសន្តិភាពនោះទេចឹងក៏ថាបានយកតួស្រីរបស់យើងនេះមកចូលធ្វើការជាមួយប៉ុន្តែតែបានធ្វើការជាមួយគ្នាផងគាត់ទៅទិញអីញ៉ាំជាមួយគ្នាក្នុងភោជនីយដ្ឋានមួយណាក៏ឃើញថាមានគេគ្រប់គ្នាគឺជន់ឈ្លីទឹកចិត្តតួស្រីរបស់យើងខ្លាំងមែនតែនតែមនុស្សគ្នាល្អស្អាតបាតទាន់តែសោះតែបើជាឃើញរូបភាពក្នុងវីដេអូដែលនាងខាងជូឡៃយីនេះផងណាគឺខាងនាំម្នាក់គិតចាប់ផ្ដើមដៀលតួស្រីរបស់យើងមនុស្សស្រីតែច្រឹកទេគឺថារមមនុស្សប្រុសតែម្ដងតែតួស្រីអត់ដឹងលឺនោះទេអញ្ចឹងហើយណាក៏តួស្រីរបស់យើងឃើញថាគេគឺនិយមជាមួយនឹងរូបភាពវីដេអូរបស់តួស្រីក្នុងបណ្ដាញសង្គមខ្លាំងពេកក៏មកជួបជាមួយតួប្រុសរបស់យើងទៅដើម្បីបកស្រាយដឹងច្បាស់លាស់ប៉ុន្តែតួប្រុសរបស់យើងនេះគឺជួបមកតួស្រីរបស់យើងនេះក៏ប្រាប់ថាបើសិនតួស្រីចង់រក្សាកេរ្តិ៍ឈ្មោះរបស់គាត់នឹងក៏ឲ្យតួប្រុសរបស់យើងនេះមានកិច្ចសន្យាស្នេហាជាមួយនឹងគ្នារយៈពេល6ខែដោយសារតួប្រុសរបស់យើងនេះគាត់ពេញចិត្តជាមួយនាងជុយឡាយីនោះទេអញ្ចឹងក៏ត្រឹមចាក់ខ្ចីដៃតួស្រីហើយតួស្រីនេះក៏គាត់មុខលុយដែរតួប្រុសរបស់យើងនេះក៏គាត់ថាឲ្យ5លានតែម្ដងជាមួយកិច្ចសន្យានេះហើយកិច្ចសន្យារបស់គេលក្ខណៈណានៃណាតួស្រីរបស់យើងអាននឹងខ្យល់កោតែម្ដងតែនៅតែអាចចាញ់ព្រៀបតួប្រុសព្រោះឲ្យតួប្រុសទៀមទាច្រើនហួសកម្រិតតែម្ដងតួស្រីពេលនេះសញ្ញាក៏ថាមិនបានអានចាប់នេះតួប្រុសគឺទៀមទាឲ្យតួស្រីចាក់ចេញពីគ្រួសាររបស់ខាងជូនឹងឯងដោយសារតួស្រីរាល់ថ្ងៃនេះរស់នៅក្នុងផ្ទះរបស់គេណាពេលនេះក៏ថាតួស្រីមិនអាចប្រកែកជាមួយតួប្រុសបានទេព្រោះឲ្យបានសញ្ញាបកលលុយទទួលលុយរបស់គេហើយណាចឹងទៅក៏លីគ្នាជាមួយជូទៅនៅផ្ទះរបស់តួប្រុសហើយតួប្រុសទៅនឹងថាតួស្រីរបស់យើងនេះទៅដល់ភ្លាមទៅខិតខ្លួនឯងអាចទៅរកតួស្រីបានប៉ុន្តែក៏ត្រូវបានឪពុកនេះខលហៅតែម្ដងណាឲ្យជួបជាមួយនាងជូឡាយីនេះជូឡាយីនេះក៏បាននិយាយប្រាប់ឪពុកបែគេថាពួកគេទាំងពីរអ្នកត្រូវរើគ្នាខ្លាំងណាស់ពួកគេចាប់ដៃគ្នាល្អខ្លាំងណាស់ទាំងតួប្រុសរបស់យើងប្រកែកដៃអហង្ការតែម្ដងតួប្រុសពេលនេះគឺមួម៉ៅខ្លាំងមែនតើទៅដល់ផ្ទះងូតទឹកបែរជាតួស្រីអត់ដឹងតែតួប្រុសនៅក្នុងបន្ទប់នោះទេក៏បើកទ្វារខ្វាក់ឃើញជាមួយសម្រាប់តួប្រុសរបស់យើងហ្វឹបមកណាតែតួប្រុសរបស់យើងមិននិយាយច្រើនបកក្អាយតួស្រីថាជប់នេះទៅជាមួយគាត់ធ្វើការណាគឺប្រកាសតែម្ដងថាតួស្រីបានរៀបការជាមួយគាត់ហើយគឺជាគូស្នេហ៍ដែលត្រូវភ្ជាប់ពាក្យជាមួយនឹងគ្នាភ្លាមនឹងឯងអញ្ចឹងហើយតួស្រីពេលនេះក៏សម្ដែងធ្វើជាគូស្នេហ៍របស់តួប្រុសរបស់យើងនេះឲ្យដូចតែម្ដងណាចូលជាមួយអ្នកមានម្នាក់នោះគឺនាងជួយឡាយីនក៏គេបដាជាមួយគ្នាដែរគាត់នឹងគេសួរពេញពងមុតតកោគ្រួសារនេះតួប្រុសរបស់យើងបកស្រាយមកបានយ៉ាងស្អាតតែម្ដងដូចជាគូស្នេហ៍ធ្លាប់នៅជាមួយគ្នាយ៉ាងយូរយកចិត្តគ្នាខ្លាំងមែនតើពួកឯតួប្រុសនេះក៏បកស្រាយបែបថាមិនឲ្យឋានៈតួស្រីនេះគឺអន់សម្បើមនោះទេប៉ុន្តែនាងជួយឡាយីនេះឆ្លៀតការតួប្រុសមិននៅទេឆ្លៀតមកជន់ឈ្លីតួស្រីទៀតណាថាតួស្រីមិនដល់គេនោះទេតែតួប្រុសមិនខ្វល់នោះទេសំខាន់តួប្រុសគឺបង្ហាញគ្រប់គ្នានៅពេលនេះតែម្ដងណាប៉ុន្តែឥឡូវជាសំណាក់អាក្រក់តួស្រីរបស់យើងក៏បានជួបជាមួយឪពុករបស់គាត់ដែលឪពុកនេះក៏ជាដើមហេតុចោមមួយដែលធ្វើឲ្យតួប្រុសពិការភ្នែកកាលពី5ឆ្នាំមុនហើយតួស្រីពេលនេះក៏គាត់ឃើញឪពុករបស់គាត់ក៏មិនទទួលស្វាគមន៍អីដែរដែលសារឪពុកនេះគឺតែងតែធ្វើបាបតួស្រីរបស់យើងជួបរឿងបែបនេះទាំងអស់ណាគឺសារឪពុកនេះមុខលុយខ្លាំងឥឡូវនេះមកទាលុយតួស្រី5លានទៀតតួស្រីរបស់យើងពេលនេះគឺមិនអាចហៅមាត់បានទេតួប្រុសក៏បានដេញចេញតែម្ដងណាគឺឲ្យចាក់ចេញតែម្ដងទៅហើយក៏ថាតួស្រីពេលនេះក៏ខូចចិត្តខ្លាំងមែនទែនមិនដឹងធ្វើបែបណានោះទេពួយលុយ5លាននេះគាត់គិតថាគាត់អាចរកឲ្យឪពុកគាត់បានណាតែគាត់ថាពេលនេះក៏និយាយជាមួយគ្នាស្ងាត់ជាមួយឪ
ពុកក៏បាននិយាយថាបើសិនជាទូស្រីរបស់យើងនៅតែគោរពគាត់គឺត្រូវតែបកគោលលុយឲ្យគាត់ហើយណាមួយណាបើសិនជាមិនចង់ឲ្យទូប្រុសរបស់យើងអស់ជីវិតនោះទេគឺត្រូវតែឲ្យ5រៀលភ្លាមតែម្ដងប៉ុន្តែគាត់ថាដៃទូប្រុសរបស់យើងគឺត្រូវរបួសតែម្ដងណានាងជូលីនេះគាត់ថាមកតាមទូប្រុសរបស់យើងថាកុំឲ្យគិតពីទូស្រីជាដើមហេតុទេធ្វើឲ្យទូប្រុសរបស់យើងឈឺរបួសដៃបែបនេះណាគឺឲ្យទូស្រីរបស់យើងចាប់ចិត្តចេញទៅតែពួកប្រុសនេះគឺទៀមទាតែម្ដងថាឲ្យទូស្រីទៅនៅជាមួយគាត់ហើយពេលនេះក៏ទូប្រុសម្ដងទីពេលភ្លាមគឺស្ដាប់ជាមួយអាការៈទូប្រុសហើយក៏ឲ្យទូស្រីនេះក៏មើលថែទៀតណាគឺដេញយើងជូលីនេះមិនឲ្យចូលក្នុងមើលធ្វើការមើលថែទាំទូប្រុសរបស់យើងជំនួសនោះទេពេលនេះទូប្រុសរបស់យើងក៏មកដល់ផ្ទះវិញទៅក៏ទូស្រីក៏ថាគេអស់ពេលវេលារបស់គេហើយគេសុំទៅផ្ទះវិញហើយតែទូប្រុសថាទីគឺទូស្រីរបស់យើងណាដើមហេតុធ្វើឲ្យគាត់ឈឺចាប់ហើយប៉ុន្តែពេលនេះក៏សុំចាក់ចេញភ្លាមតែម្ដងក៏មិនប្រុសទេណាប៉ុន្តែទូស្រីរបស់យើងក៏សុំលុយទូប្រុសរបស់យើងជំនួសទៅវិញណាធ្វើឲ្យទូប្រុសមួម៉ៅខ្លាំងមែនទែនគាត់ថាទូស្រីនេះមកលុយខ្លាំងណាស់ហេតុអីបានជានៅជាមួយគាត់និយាយតែរឿងលុយតែទូស្រីរបស់យើងមានចិត្តគិតគាត់ក្នុងចិត្តដែរអត់ណាតែពេលនេះទូប្រុសរបស់យើងក៏ដេកក្នុងបន្ទប់ទៅនឹកឃើញថាតើទូស្រីទាលុយគាត់5លានដើម្បីអីគាត់ក៏នឹកឃើញថាប្រហែលជាឪពុកនឹងហើយដែលជាអ្នកគំរាមកំហែងទៅកាន់ទូស្រីទូប្រុសក៏ឲ្យខាងជំនួយការស៊ើបបន្តទៀតទៅពេលនេះទូស្រីគឺក៏បានរស់នៅក្នុងគ្រួសាររបស់ខាងជូជូម្ដងទៀតតែទូប្រុសពេលនេះគឺមករកទូស្រីទាមទារទូស្រីទៅជាមួយគាត់ពួកឯទូស្រីជាប្រពន្ធរបស់គាត់ក្នុងកិច្ចសន្យាណាតែគាត់ក៏បានប្រាប់ដែរតែក៏ទូស្រីនេះក៏បានប្រាប់ពួកគេឲ្យដែរនេះក៏ឥឡូវយកទូស្រីរបស់យើងមកហើយគាត់ថាទូប្រុសរបស់យើងនេះក៏បញ្ញាខ្លាំងមែនតើហើយទូប្រុសរបស់យើងមានជំងឺមួយណាជំងឺនោះគឺថាភ្នែករបស់គាត់មើលឃើញមែនប៉ុន្តែគឺមិនអាចដឹងថាពណ៌អ្វីគេគឺបាត់បង់រសជាតិនៃពណ៌តែម្ដងហើយទូប្រុសគេក៏ជាអ្នកគូគំនូដែរនិយាយទៅគឺខាងសិល្បៈទូប្រុសរបស់យើងដងខ្លាំងមែនតើហើយគាត់ថាឥឡូវនេះខ្លួនឯងក្តីសម័យខ្លួនឯងនេះគឺអ្នកគំនូណាគឺវាអាចទៅរួចបានទេក៏សម្រាប់ចិត្តនេះឲ្យក្តីសម័យមួយតែឲ្យទូស្រីតែម្ដងណាគាត់ថាក៏មិនចង់ឲ្យទូស្រីដូចគាត់ទេទោះបីជាគាត់ស្អប់ទូស្រីក៏ដោយព្រោះឲ្យទូស្រីបានចាក់ចេញពីគាត់សំបីពីគាត់ពេលដែលគាត់នឹងមានគ្រោះថ្នាក់មានបញ្ហាធ្លាក់ទឹកចិត្តខ្លាំងណាតែក៏នៅតែឲ្យទូស្រីរបស់យើងនេះជាមួយជីវិតមួយដែលមានក្តីសម័យមួយធំតែម្ដងជីវិតទូស្រីនេះគឺគាត់ចង់ធ្វើជាអ្នកសម្ដែងឲ្យល្អមួយប្រកែកជាងគេតែម្ដងណាទូប្រុសក៏សម្រេចចិត្តថាឲ្យទូស្រីរបស់យើងនេះធ្វើការសាក់លបោនៅក្នុងក្រុមហ៊ុនរបស់គេទៅដែលនាងជូលីជីក៏គេធ្វើការងារនៅកន្លែងហ្នឹងដែរអញ្ចឹងហើយក៏ថាថ្ងៃថ្មីនេះពួកគេក៏ជួបជុំគ្នាជាមួយនាងស៊ូយ៉ាងនេះថាវាមាត់ឆើតខ្លាំងមែនតើនិយាយទៅថាអ្នកណាគេល្អអ្នកណាអ្នកមានជាងគេគឺវាតាមចាន់ជើងគេតែម្ដងណាគាត់ថាឲ្យទូស្រីឃើញមុខទូស្រីភ្លាមម្នាក់រៀបដើមពីចរិតរឹកពីទូស្រីពីការសិក្សារបស់ទូស្រីតែទូស្រីនេះគឺរៀនមិនតបានចាប់នោះតែគឺមានបញ្ហាជាមួយប្រុសឈ្មោះចេញចោះទៅហើយទូស្រីគ្នានឹងល្អសុភាពរាបសារប៉ុណ្ណឹងហើយតែទូស្រីគាត់ថាគាត់ខ្វល់ទេសំខាន់ពេលនេះគាត់ត្រូវតែសម្ដែងនេះក្នុងម៉ោងសម្ដែងនេះក៏គេនិយាយដែរគាត់ថាគេធ្វើបាបទូស្រីឲ្យទាល់តែបានដោយសារឈុតឆាកនេះទូស្រីគឺត្រូវបានធ្លាក់ទៅលើទឹកតែម្ដងធ្លាក់ចូលទឹកតែម្ដងណាក៏នាងនេះវាលេងខូចខ្លាំងមែនតែគាត់ថាអុយសុំទោសខ្លាំងមែនតែវគ្គនេះគេធ្វើខុសអញ្ចឹងហើយក៏គេសុំម្ដងទៀតណាសុំឲ្យ director ដាក់ម្ដងទៀតដាក់ឆុតដាក់ឡើងឥឡូវទូស្រីដាក់វិញតែម្ដងណាលើកនេះធ្លាក់ទឹកទាំងពីរនាងនឹងឯងដូចឆ្កែធ្លាក់ទឹកតែម្ដងហើយទូស្រីរបស់យើងនេះក៏គេចាប់ផ្ដើមណូតចាប់ផ្ដើមគុំតែម្ដងដោយសារគេអត់ពេញចិត្តជាមួយទូស្រីតែទូស្រីរបស់យើងនេះក៏គាត់អង្គុយយប់ទៅម៉ោង2 10ត្រៀតណាក៏គ្មានអ្នកណាមកយកតែមានសម្ដែងសារទូប្រុសដែរតែក៏ប្រាប់ទូប្រុសវិញថាមិនមកយកគាត់ទេក៏រងចាំផ្លូវជាមួយអ្នកមកយកតែមិនដឹងថាជាអ្នកណានោះទេប៉ុន្តែក៏ឃើញកំឡោះបងប្រុសរបស់ជូជូគេមកយកដែរតែទូស្រីក៏រៀបឡើងឡានហើយតែក៏ទូប្រុសនេះចូលមកភ្លាមតែម្ដងណាគឺមកយកទូស្រីរបស់យើងភ្លាមនឹងឯងប៉ុន្តែនាងជូលីជីក៏និយាយថាទូប្រុសមកយកគេមិនមែនទូប្រុសក៏វាដៃចេញហើយមកយកទូស្រីដោយសារទូស្រីគឺជាភរិយារបស់គេគឺជាសម្រាប់បាត់ចិត្តគេរបស់គេចឹងហើយក៏មកយកទូស្រីរបស់យើងទាំងទូស្រីក៏ថាបាច់មកយកក៏បានដែរពួកអីនេះបងប្អូនបងប្រុសជូនេះក៏គេមកយកហើយដែរណាតែទូប្រុសរបស់យើងគឺគាត់អត់ខ្វល់ទេឬសម្លេងកោពោរបស់ទូស្រីភ្លាមណាគឺឲ្យទូស្រីទៅចាំភោជនីយដ្ឋានមួយយ៉ាងឆ្ងាញ់តែម្ដងតែគាត់ថាមកទៅញ៉ាំអីផឹកស្រាយកពួកគាត់មានអារម្មណ៍ថាគាត់អាចសុវ័យបានក្នុងមួយថ្ងៃណាតែតែឃើញកែស្រានេះហើយគាត់តែខ្លួនឯងអាចគេងលក់ស្កប់ស្កល់ហើយតែទូប្រុសនេះវិញគឺថាជាឧបសគ្គហើយដោយសារតែទូស្រីរបស់យើងនេះឲ្យតែស្វឹងចាប់ផ្ដើមមិនគាត់ស្វេសវាពីណាពីណីណាចាប់ដៃចាប់ជើងទូប្រុសនិយាយឲ្យរឿងអីខ្លះនិយាយពីថាសកម្មភាពថ្ងៃឡើងនេះនិយាយមកហោហែតែម្ដងឲ្យទូស្រីព្រឹកឡើងនេះគាត់ក្រាបឡើងមិនដឹងតែខ្លួនឯងដេកដល់ស្មានណាឥឡូវហួសម៉ោងធ្វើការទៀតក៏ទៅធ្វើការងារប៉ុន្តែគាត់ថាកន្លែងការងារគេល្ងិតឆឹងតែម្ដងណាទូស្រីពេលនោះក៏ងាកក្រោយមើលក៏មានអារម្មណ៍ដូចគេតាមអញ្ចឹងគាត់ថាជពុបជើងដួលផ្លែតតែម្ដងតែនៅលើដៃទូប្រុសរបស់យើងនឹងឯងពេលនោះទូប្រុសក៏យកទូស្រីទៅស្អំជើងទៅសួរតែទូស្រីឈឺកន្លែងណាកន្លែងណីចេញចោះតែទូស្រីនេះអារម្មណ៍របស់គាត់គឺមិនអាចទទួលយកជាមួយនឹងភាពដែលថាទន់ភ្លន់របស់ទូប្រុសបាននោះទេហើយទូស្រីពេលនេះក៏បានថាឲ្យទូប្រុសរបស់យើងតែម្ដងណាហើយទូប្រុសនៅខ្វល់ពីគេអញ្ចឹងហើយទូប្រុសនេះបានឲ្យលុយគេ5លានហើយនៅតែខ្វល់ហើយឥឡូវនេះមកជួយស្អីទៀតណាគឺសួរទូប្រុសរបស់យើងចាំថាទូប្រុសមានបានជួយអីអត់ដោយសារតែពេលនេះគាត់ឮថាឪពុករបស់គាត់គឺត្រូវបានគេដាក់ចូលគុកម្ដងទៀតហើយទូប្រុសក៏ប្រាប់ត្រង់ទៅថាគាត់បានប្រកល់ឲ្យ5លានមែនប៉ុន្តែគាត់ក៏បានយកជាមួយអបិដឹងណាចូលទៅកាន់គុកម្ដងទៀតហើយពួកឯងបើសិនជាឲ្យគាត់នៅក្រៅគុកក៏
គាត់ជាញ៉ៃតួស្រីរបស់យើងណាអញ្ចឹងទៅគឺតួស្រីនេះគ្មានអីពាក្យតែអរគុណតួប្រុសហើយក៏សងលុយតួប្រុសរបស់យើងនេះតាមតំណើដែលការសម្ដែងរបស់គាត់នឹងឈានមុខតែម្ដងណាព្រោះតួស្រីរបស់យើងគឺបកកាយសម្ដែងខ្លាំងណាស់កន្លែងការងាររបស់គាត់នេះរៀងខាងសួរយ៉ាងនោះវាអត់ចេះអីសោះហ្មងហើយវាបកកាយណារឿងធ្វើបាបគេតួស្រីរបស់យើងនេះមនុស្សឆ្លាតប្រយោគប្រវែងណាក៏ដោយអត្ថបទប្រវែងណាក៏ដោយគឺអានចំនួនទៀតហ្នឹងណាឡើងម្នាក់វ៉ាវហើយសំបីតែក្នុងពេលនេះវីដេអូរបស់គាត់ viral ខ្លាំងមែនតែម្នាក់គេសរសើរសម្រាប់តួស្រីព្រោះនេះនោះគឺថាឲ្យចូលកម្មវិធីនេះគឺឲ្យតួស្រីផាត់មុខទេតួស្រីដាក់មុខសេតមកនិយាយពីថាគេសរសើរនាងនេះក៏ថាចាប់ផ្ដើមក្នុងគ្នាចំណែកឈ្នានេះតួស្រីណាតែតួស្រីមិនខ្វល់ទេព្រោះឲ្យតួស្រីសុំតែសក់ទេតែវានៅតែឲ្យតួស្រីរបស់យើងសក់ទេដោយសារគាត់ថាតួស្រីនេះពេលដែលគាត់មានបានប្រហែលជាគាត់នេះគឺថាល្អជាងវា10ដង20ដងអញ្ចឹងណាអញ្ចឹងទៅក៏រៀបចំគម្រោងមួយធ្វើបាបតួស្រីរបស់យើងមកជះសាច់តែម្ដងព្រោះនៅក្នុងកន្លែងនោះគឺមានគេដាក់ទូសភៅដាក់អីឈុតឆាកតួស្រីរបស់យើងគឺត្រូវឈោនៅកន្លែងហ្នឹងភ្លាមដកសភៅណាទីនោះវាខូចទៀតដោយសារវាដឹងថាទូសភៅហ្នឹងគឺវាអត់មាំទេគឺថាជើងហ្នឹងបើសិនជាដកជាមួយឆ្នុកតូចមួយតាន់តិចទៅគឺទូហ្នឹងអាឡុំមកឯងតែម្ដងតួស្រីនេះដល់ពេលដល់មកស្ដែងភ្លាមទៅគឺថាចាប់ផ្ដើមមានបញ្ហាភ្លាមចំក្បាលតួស្រីរបស់យើងនេះអាយះប្រហែលធ្នេតែម្ដងពេលនេះតួប្រុសក៏បានទទួលដំណឹងដែរព្យាយាមមករកអត់ទាន់ពេលវេលាណាតែតួស្រីរបស់យើងកំពុងតែធ្វើការសង្គ្រោះហើយតួប្រុសភ័យស្លន់ស្លោរហូតដល់គាត់នេះចាត់ចែងជាមួយអ្នកជំនួយការរបស់គាត់ស៊ើបមើលតើបញ្ហាកាត់ឡើងដោយសារអីគាត់មិនជឿថាគាត់តែរឿងបែបនេះណាគឺថាអ្នកគ្រប់គ្រងនៅទីនេះមិនអាចចាត់ចែងបានអញ្ចឹងហើយស៊ើបមើលឲ្យដឹងតែម្ដងនៅកន្លែងនោះមានកាមេរ៉ាសុវត្ថិភាពអីអត់ណាទាំងតួស្រីពេលនេះគឺកំពុងតែសម្រាប់ព្យាបាលហើយតួប្រុសក៏ហ៊ានចូលមើលដែរបានត្រូវមើលពីចម្ងាយខ្លាចគាត់ថាតួស្រីរបស់យើងនេះគឺដឹងថាតួប្រុសលងស្រឡាញ់គេនៅស្រឡាញ់គេអញ្ចឹងណាតែតួប្រុសរបស់យើងនេះឈប់ខាងក្រៅក៏ជួបជាមួយនាងជូលីយីនេះឯងវាក៏និយាយសួរតួប្រុសរបស់យើងនៅស្រឡាញ់នៅចង់នៅជាមួយតួស្រីមិនមែនតួប្រុសក៏និយាយថាគាត់មិនត្រូវការតួស្រីគាត់មកនេះដើម្បីសងសឹកតួស្រីទៅវិញតួស្រីពេលនេះក៏លឺសំឡេងបែបនេះណាគឺគាត់ដឹងថាតួប្រុសមិនចូលចិត្តគាត់ហើយអញ្ចឹងហើយក៏មិត្តភក្តិជូគេថាតួស្រីមិនខកទៅរកតួប្រុសខ្លះហើយតួប្រុសរបស់យើងក៏ខកមកទៀតអញ្ចឹងហើយក៏នាំគ្នានិយាយមែអាក្រក់ទៅលើតួប្រុសរបស់យើងណាទាំងតួប្រុសរបស់យើងកាប់ពិតទៅគឺរវល់ការងារខ្លាំងមែនតើថ្ងៃនេះគឺថាជាប់ជាមួយនឹងរឿងរ៉ាវដែលថានាងស៊ូយ៉ៅគឺបានជាប់ជាមួយនឹងបញ្ហាមួយណាតែយើងនោះគឺបានផឹកនឹងគ្រឿងស្រវឹងអញ្ចឹងទៅក៏បុកជាមួយអីមួយណាអញ្ចឹងទៅគ្រោះថ្នាក់នឹងវាធ្វើឲ្យយើងនោះខូចឈ្មោះខ្លាំងអញ្ចឹងទៅក៏ថាតួស្រីរបស់យើងទទួលដំណឹងនឹងហើយក៏ថាមានការចរចាឲ្យតួប្រុសរបស់យើងគឺជាអ្នករៀបចំទៀតណាអញ្ចឹងគឺខាង director គេលើកលែងឲ្យតួស្រីរបស់យើងនេះគឺលើកឲ្យតួស្រីរបស់យើងនេះខ្លាចទៅជាអ្នកដើរតួជំនួសនេះស៊ូយ៉ាងនឹងឯងពេលនេះតួស្រីបានដំណឹងនឹងហើយក៏សប្បាយចិត្តតួប្រុសមករកតួស្រីភ្លាមក៏សួរថាតួស្រីហេតុអីអរគុណគាត់អញ្ចឹងណាគាត់ខំចាញ់ជាមួយនឹងថ្លៃមន្ទីរពេទ្យអីអស់ហើយតែតួស្រីនេះសម្បីតែអរគុណក៏គ្មានដែរប៉ុន្តែគេថាតើបានស្វីតផងទីស៊ូយ៉ាគេមកសុំទោសភ្លាមគេថាសុំទោសខ្លាំងមែនតើរឿងរ៉ាវនឹងតែពិតទៅមិនរឿងគ្រឿងសង្វឹងតែមួយមុខទេគឺរឿងទាំងអស់នោះគឺកាត់ឡើងដើមហេតុដោយសារតែរឿងដែលតួស្រីរបស់យើងនឹងឯងដែលវាធ្វើបាបតួស្រីណាតួប្រុសពេលនេះឃើញមុខនេះហើយគឺថាឲ្យគ្រូសានេះខ្សែធន់ភ្លាមបំមកតែប្រហែលជាមិនអីណាប៉ុន្តែឥឡូវបំមកហើយចាប់បាត់តួប្រុសរបស់យើងតែម្ដងឲ្យតួប្រុសរបស់យើងនេះគាត់ថាមកនេះគឺថាចាំមើលតួស្រីរបស់យើងមើលថែតួស្រីខ្លាំងណាប៉ុន្តែរកតែពាក្យស្វីតអីមិនឃើញហ្មងពួកអីមនុស្សមាត់រឹងមនុស្សនេះគាត់ថាចាំតែឆ្លោះចាំតែបកែកជាមួយគ្នាមិនចេះសារភាពស្នេហ៍ខ្លួនឯងណាខឹងតួស្រីខឹងគុំតែគាត់ថាក្នុងចិត្តគឺល្អគាត់អក្រក់តែក្រៅមាត់របស់គាត់ណាដល់ពេលតួស្រីធូបកណើតជាមួយនឹងបងប្រុសជូនោះក៏ទៅតាមគេទៀតថាគេនឹងណាគឺថាលួចស្រឡាញ់បងប្រុសជូនឹងឯងឃើញមានកាដូមានឲ្យហើយគាត់ចំណែកគេអត់មានកាដូមានអីឲ្យដែរអញ្ចឹងណាហើយមិនទាន់ខ្លួនឯងទៅដល់ថ្ងៃគូកណើតផងអញ្ចឹងទៅតួស្រីនេះមកធ្វើការនិយាយជាមួយនឹងខាងជូនេះតែគាត់អាចជួយអីបានដែរអត់ប៉ុន្តែក៏ជូនេះគេបង្កើតបរិយាកាសឲ្យតួស្រីគេលៀមផ្លែប៉ោមជាមួយនឹងបងប្រុសជូតែម្ដងទៅប៉ុន្តែពេលនោះក៏ឃើញថាលេចមុខជាមួយនាងនេះជូលីយីនេះក៏វាចេញមុខមកណាមិនដីទៀតណាគឺចាំមកអោបតួប្រុសរបស់យើងភ្លាមតែម្ដងតួប្រុសនេះគឺថាតបបានប្រូចចេញផងតួស្រីក៏ឃើញបាត់តួស្រីប្រច័នឥឡូវនេះមកធ្វើការណែបដិតជាមួយនឹងបងប្រុសជូនឹងឯងធ្វើឲ្យតួប្រុសប្រច័នខ្លាំងមែនទែនមក2មក3យប់ណាតួស្រីមិនទាន់មកដល់ផ្ទះទៀតមកដល់ផ្ទះភ្លាមឃើញតួប្រុសខឹងបួម៉ៅតួស្រីក៏ថាចាប់បាច់ខឹងគាត់អីមិនបាច់ខឹងទេដោយសារតួប្រុសនេះគឺមានជាមួយនឹងជូលីយីអោបជាមួយគ្នាតែអីតួប្រុសរបស់យើងលឺចឹងហើយក៏ថាតួស្រីប្រហែលប្រច័នហើយក៏ខំយកជាមួយនាឡិកាអីចឹងទៅណាឲ្យកដោគេស្ងប់ចិត្តឲ្យព្រឹកឡើងក៏ធ្វើការងារម្ដងទៀតដោយសារថ្ងៃនេះគឺជាថ្ងៃសម្ពោធរឿងរបស់គេហើយតួប្រុសរបស់យើងក៏ជាតួសម្ដែងក្នុងរឿងនឹងដែរតួឯកតែម្ដងហើយតួស្រីនេះក៏ជាតួរងចឹងទៅគេមិនហៅឡើងឆាកទេពេលនោះក៏ចង់ចាប់ថើបជាមួយនាងជូលីយីជាមួយតួប្រុសណាតែតួប្រុសគេបកកាយគេថាប្រពន្ធគេនៅពីមុខនេះអញ្ចឹងទៅគេថាខាងវិធើកគេហៅតួស្រីរបស់យើងឡើងឆាកតែម្ដងទៅតួស្រីនេះក៏ខំរត់រួចទេឥឡូវនេះគេថាចាប់ថើបជាមួយគ្នាទាំងឯងដោយសារតែ fan គេក៏ចង់ឃើញប្តីប្រពន្ធគេមែនតើទេណាគេស្វីតជាមួយគ្នាតែតួប្រុសរបស់យើងនេះចោលដល់ឆាកភ្លាមក៏រត់ថើបទៀតតួស្រីក៏ប្រាប់ថាវិជ្ជកិច្ចសន្យារបស់យើងតួប្រុសធ្វើបែបនេះលើហើយណាតែតួប្រុសរបស់យើងនេះក៏មិនខ្វល់ទេក៏សំខាន់គាត់ស្រឡាញ់តួស្រីគាត់ថាគាត់មកបញ្ចេញក្រោយមកឃើញម្ដាយពីក្រោយតែម្ដងណាពួកគេក៏ចាប់ផ្ដើមអៀនព្រៀនទៅតួស្រីក៏ទៅម្លែកទៅតែម្ដាយក៏ផ្ដាំផ្ញើតួប្រុសថាបើស្រឡាញ់ជាមួយនឹងតួស្រីមេប្រាប់គេត្រង់ទៅក៏ធ្វើលាក់លៀមចឹងយូរពេកអាកាសមិនច្រើនទេណាតួប្រុសពេលនោះក៏បានសម្ដី
ម្ដាយក៏ថាំងប្រកាសជាគាត់នេះនឹងបាត់បង់ឱកាសហើយយើងធ្វើតាមម្ដាយទៅសាក់លបងមើលអាចសុំស្ដាយទូស្រីបានដែរអត់តែទូស្រីរបស់យើងនេះកំពុងមានគ្រោះថ្នាក់អីពួកឯតួប្រុសរបស់យើងគឺលួចស្រឡាញ់ទូស្រីរបស់យើងណាគឺថារឿងរ៉ាវវាដូចជានិស័យជាមួយគ្នាចឹងជួបគ្នានៅក្លឹបឯទូស្រីមានបញ្ហាជាមួយអ្នកណាអីចឹងណាទូប្រុសគេចង់បដោះស្រាយគេធ្វើដូច hero ចឹងតែ hero ដាច់លុយនេះក៏ថាសន្យាមួយគេឲ្យ1លានណាតែវាបាន1លានពីណាខលទៅណាខលតបញ្ចូលដែរឥឡូវនេះគឺចាប់ផ្ដើមពីអ្នកទូស្រីដាក់គ្នាប្រូចរត់តែម្ដងរត់ចុះរត់ឡើងឥឡូវជាប់ស្នេហ៍ជាមួយគ្នាដល់សប្តាហ៍ថ្ងៃនេះឯងប៉ុន្តែពេលនេះក៏ខឹងគ្នាដោយសារតែរឿងរ៉ាវមួយដែលទូប្រុសរបស់យើងនេះបកាភ្នែកហើយទូស្រីនេះក៏ឃើញរូបកណ្ដូលដែលទូប្រុសដាក់តាំងហើយឃើញរឿងអតីតកាលជាមួយគ្នាដែលទូស្រីធ្វើឲ្យរូបនឹងខូចណាតែទូប្រុសរបស់យើងខំធ្វើឲ្យស្អាតឡើងវិញនៅពេលដែលគាត់លើពីការភ្នែកក៏ដោយក៏ខំធ្វើឲ្យទូស្រីមើលឃើញថាអនុស្សាវរីយ៍យើងកប់យ៉ាងជ្រៅនៅក្នុងរូបភាពនេះអញ្ចឹងទូស្រីរបស់យើងណាគួរដឹងឲ្យចម្រៅចិត្តទូប្រុសស្រឡាញ់ប៉ុណ្ណាហើយក៏សូមស្វិលត្រឡប់មកវិញមកប៉ុន្តែទូស្រីក៏មិនទាន់បានឆ្លើយផងក៏មានក៏ដឹងរណាទូស្រីក៏ទៅចេញយកតែម្ដងទៅក៏ឃើញជាមួយនឹងសារសម្បត្តិមួយដែលឪពុករបស់គាត់គឺជាប់នៅពន្ធនាគារប៉ុន្តែគាត់អាចផ្ញើសារសម្បត្តិមកទូស្រីប្រាប់ថាទូស្រីត្រូវតែចាក់ចែងពីទូប្រុសពួកឲ្យទូស្រីនៅតែជាកូនគាត់នឹងចាក់ចែងមកវិញណាចាក់ចែងពីពន្ធនាគារមកធ្វើបាបទូស្រីនៅក្នុងពេលណាមួយឲ្យទាល់តែបានបើទូស្រីនៅតែជាមួយទូប្រុសគឺទូប្រុសនៅតែអាចស្លាប់នៅក្នុងពេលណាមួយដូចគ្នាអញ្ចឹងហើយទូស្រីក៏សម្រេចចិត្តថាគាត់និយាយកុហកទូប្រុសថាគាត់មិនអាចស្រឡាញ់ទូប្រុសទេចំណាក់កាលដែលគាត់នេះតាក់ទងជាមួយទូប្រុសរបស់យើងកាលពីដើមឡើយនេះគឺគាត់ជាអ្នកបង្កើតឱកាសដើម្បីតាក់ប្រុសអ្នកមានដែលជាទូប្រុសរបស់យើងនឹងឯងគាត់ស្រឡាញ់ទូប្រុសគឺត្រឹមតែលុយទេហើយលើទូប្រុសដឹងហើយអញ្ចឹងគួរតែចាក់ចេញពីគាត់ហើយណាទូប្រុសពេលនោះគឺថាកដុកកដោខ្លាំងមែនតើមិនគួរឲ្យជឿថាទូស្រីអាចនិយាយពាក្យនេះចេញបាននោះទេទូប្រុសក៏សម្រេចចិត្តថាចាក់ចេញពីទូស្រីទៅទាំងទូស្រីពេលនេះជីវិតរបស់គាត់គឺស្មើសូន្យតែម្ដងលោកយាយរបស់គាត់ណាគឺថាតែងតែផ្ដាំផ្ញើទូស្រីរបស់យើងកាលពីមុនឡើយទូស្រីទទួលលុយចំនួន2លានណាពីឪពុករបស់ទូប្រុសគឺដោយសារតែលោកយាយឈឺហើយទូស្រីរបស់យើងនេះគឺថាគាត់គឺចិត្តរឹងខ្លាំងមែនតើគាត់ព្យាយាមចាក់ចេញពីទូប្រុសព្រោះអីគាត់ឃើញថាឪពុករបស់គាត់បើនៅជាមួយគ្នាក៏មានបញ្ហាជាមួយទូប្រុសម្ដងទៀតដែរអញ្ចឹងពីការភ្នែកនេះគឺទូស្រីវាបដិបសេរីមកពេញជីវិតរបស់គាត់តែម្ដងគាត់ក៏សម្រេចចិត្តថាលើវេលារបស់គាត់នេះដើរចេញពីផ្ទះនឹងឯងមិនចង់ជួបជាមួយទូប្រុសប្រាជីវិតរបស់គាត់នេះបែបលក្ខណៈថាទៅធ្វើការ3-4ម៉ោងក្នុងមួយកន្លែងពីរកន្លែងណាគឺថាមួយថ្ងៃធ្វើតែការទេនិយាយទៅទូស្រីជីវិតរបស់គាត់នេះគឺថាអត់ខ្វល់អីទាំងអស់សំខាន់ឲ្យតែបានលុយណាមួយគាត់ត្រូវការចិញ្ចឹមជីវិតរបស់គាត់ជីវិតលោកយាយរបស់គាត់លោកយាយរបស់គាត់នឹងក្រៅប្រទេសមែនមានគូស្នេហ៍មែនប៉ុន្តែគាត់នៅតែអត់ពិបាកអញ្ចឹងទូស្រីនេះក៏ខំធ្វើការងារទាំងថាមានបងប្រុសជូនេះក៏លងស្លែងជាមួយទូស្រីដែរតែទូស្រីអត់ព្រមនោះទេទូស្រីសុខចិត្តធ្វើការងារបន្តទៀតតែគេនេះជួបជុំជាមួយនឹងខាងអ្នកវិនិយោគខាងសម្ដែងអញ្ចឹងណាគេមកមើលស្នាដៃទូស្រីចង់ដឹងអត់ស្រុកសម្រាប់ទូស្រីការសម្ដែងទូស្រីល្អដែរអត់ប៉ុន្តែវាជាឈ្នារបស់ខាងនាងជូលីយីនឹងឯងគាត់ថាមកថ្ងៃនេះចង់គេសន្យាជាមួយគ្នាណាក៏គេបានប្រាប់ពីប្រវត្តិរូបរបស់ទូស្រីតែទូស្រីនេះមានតែតំណងជាមួយទូប្រុសអីខ្លះអញ្ចឹងណាពួកគេដឹងថាទូស្រីត្រឹមតែជាកិច្ចសន្យាអញ្ចឹងហើយគាត់ថាទូស្រីក៏មុខលុយដែរបើគេឲ្យជាមួយកិច្ចសន្យាជាមួយគ្នាដែរដែលទូស្រីបកគលទទួលបានលុយជាច្រើនពីគេណាគាត់ថាអាចស៊ីក្លៀនទូស្រីបានហើយតែទូស្រីគាត់ថាក៏មិនព្រមនោះទេពួកគេប្រកាសឲ្យកាយទូស្រីនៅជាមួយអ្នកប៉ែនៅតែ2នាក់ឯទូស្រីនេះវិញគឺចាំក្លេបើគេតែម្ដងតែទូស្រីរបស់យើងគឺនឹកឃើញជាមួយរឿងអតីតកាលនៅពេលដែលទូប្រុសខំមកជួយទូស្រីរបស់យើងនៅពេលឪពុករបស់គាត់ធ្វើបាបណាគឺអញ្ចឹងហើយបានជាទូប្រុសរបស់យើងប្រកាសភ្នែកអញ្ចឹងគាត់បន់មែនតែនកុំឲ្យទូប្រុសចូលមកជួយគាត់តែទូស្រីខំដោះស្រាយខ្លួនឯងណាគឺចាត់ការជាមួយអប៉ែនេះគឺថាដាក់មកខៀវភ្នែកតែម្ដងទូប្រុសពេលនេះគឺថាសប្បាយចិត្តនៅពេលឃើញទូស្រីរបស់យើងគឺគាត់អាចរឹងមាំនៅខ្លួនឯងបានណាប៉ុន្តែទូប្រុសរបស់យើងនៅតែចង់មើលថែទូស្រីរបស់យើងអញ្ចឹងទោះបីជាគាត់នេះខ្លាំងប៉ុណ្ណាទូប្រុសនៅចង់តកិច្ចសន្យាជាមួយនឹងទូស្រីរបស់យើងតរហូតតែម្ដងតែទូប្រុសអត់ព្រមនោះទេសូម្បីជាមួយការខំជួយមកនិយាយថាទូប្រុសគឺនៅស្រឡាញ់ទូស្រីអញ្ចឹងក៏មិនដែលបែកឆ្វេងនោះទេរឿងរ៉ាវដែលគាត់អោបគ្នាជាមួយនាងនោះណាក៏វាមិនមែនជាការពិតអីដែរទូប្រុសរបស់យើងនៅតែជាមនុស្សល្អសម្រាប់ទូស្រីរបស់យើងណាគឺគាត់ដាក់ក្រាក់លើទូស្រីទេប៉ុន្តែទូស្រីនេះគាត់ជ្រើសរើសថាផ្លូវមួយស្ងប់ស្ងាត់របស់ខ្លួនគាត់សុខចិត្តប្រើលុយរបស់គាត់ខ្លួនឯងណាគឺជួលជាមួយអាផាតមិនមួយនៅតែម្នាក់ឯងប៉ុន្តែគាត់មិនដឹងស្មានថាដល់ពេលដែលគាត់បើកទ្វារមកភ្លាមឃើញថាឪពុករបស់គាត់នេះគឺបានចេញពីគុកភ្លាមនោះទេឪពុកក៏គម្រាមថាទូស្រីត្រូវបកគលលុយចំនួន5លានឲ្យគាត់ហើយបើសិនជាមិនអាចបានទេនោះក៏ខកទៅរកទូប្រុសដើម្បីទារលុយទៅប៉ុន្តែក៏ខកទៅខំចូលតែម្ដងណាព្រោះទូស្រីរបស់យើងក៏បានកែលេខទូប្រុសរបស់យើងឲ្យស្រេចហើយអញ្ចឹងហើយពេលនេះគឺថាឪពុកនេះកាន់តែខឹងជាមួយទូស្រីខ្លាំងមែនទែនគាត់គម្រាមទូស្រីសម្រាប់ទូស្រីព្រោះទូស្រីរបស់យើងក៏និយាយវិញថាទូប្រុសរបស់យើងនេះគឺមិនអាចមកបាននោះទេព្រោះគាត់គិតថាឪពុករបស់គាត់នេះនៅតែប្រើវិធីមួយបាទអាក្រក់បែបហ្នឹងឯងគឺតែងតែយកកំបិតតូចមួយណាមកគម្រាមសម្រាប់គាត់ហើយក៏សម្រាប់ម្ដាយគាត់ដូចគ្នាអញ្ចឹងឯនេះទូស្រីសុកចិត្តដកស្រាយតែម្នាក់ឯងណាគឺឪពុករបស់គាត់ចាក់តែម្ដងប៉ុន្តែទូប្រុសនេះក៏ចូលមកភ្លាមគឺប៉ាពីទូស្រីតាន់ពេលវេលាទូស្រីនេះក៏មកដល់ទីពេលភ្លាមទៅឥឡូវមានជីវិតគាត់ថើបទូប្រុសយកហ្មងពួកគាត់គិតថាទូប្រុសរបស់យើងនេះគឺអាចធ្វើជាស្នាមមួយសម្រាប់ទូស្រីបានណាពួកទូប្រុសគឺគាត់បានធ្វើឲ្យទូស្រីរបស់យើងមានជីវិតម្ដងទៀតហើយអាចចាប់ឪពុករបស់គាត់នេះចូលពន្ធនាគារប៉ុន្តែទូស្រីមានរឿងរ៉ាវមួយត្រូវដោះស្រាយមួយទៀតពួករឿងនេះទូស្រីរបស់
យើងប៉ះពាល់ដល់កិត្តិយសគាត់ខ្លាំងមែនតើគេបាននិយាយថាតួស្រីគឺបានយល់ជាមួយនឹងខាងអ្នកមានណាយកខ្លួនមកខ្លួនឯងក៏ទៅលក់ឲ្យគេហើយក៏ថាបានឡើងទៅជាតំណែងជាតួឯកអីចឹងទៅហើយក៏ថាឥឡូវតួស្រីរបស់យើងណាគឺគាត់បានហៅអ្នកកសែតមកតែម្ដងដើម្បីធ្វើការសម្ភាសប៉ុន្តែពេលនេះគឺបានឃើញមុខនាងជូលីនេះវាបាននិយាយជាមួយនឹងខាងអ្នកនិពន្ធរឿងថាឥឡូវសេចក្ដីចោះកិច្ចកង់ត្រាជាមួយគ្នាទៅដែលនេះបកគលលុយចំនួន10លាននេះទៅឲ្យគេហើយគេនឹងមិនបិទមាត់ហ្មងថារឿងរ៉ាវគ្រប់យ៉ាងដែលគេបានរៀបពណ៌តួស្រីនេះគេមិនឲ្យអ្នកណាដឹងនោះទេអញ្ចឹងទៅគាត់ថាអាប៉ែនោះក៏វាខូចដែរណាតែប៉ិតចូលដៃជួយជើងជាមួយតួស្រីហើយតួស្រីរបស់យើងបានប្រាប់ណាថាឲ្យធ្វើពិធីនេះទៅហើយហៅអ្នកកសែតមកឲ្យឃើញច្បាស់ភ្នែកតែម្ដងថតវីដេអូទុកមើលវាថតពីប្រកែណារឿងផ្ដិតវីដេអូគេដាក់កាមេរ៉ាសុខភាពនេះឥឡូវតួស្រីរបស់យើងលេងក្បាច់នេះវិញទីនេះគឺថាចាប់ដើមនិយាយអីលេងចេញតែម្ដងមកខឹងតួប្រុសថាតួប្រុសរបស់យើងហេតុអីបានជាគេធ្វើអាក្រក់បែបហ្នឹងហើយគេបានធ្វើតួប្រុសពិការភ្នែកបែបហ្នឹងហើយតែនៅស្រឡាញ់គេអញ្ចឹងណាតែតួស្រីរបស់យើងក៏បកស្រាយឲ្យដែរពេលនេះតួស្រីរបស់យើងគឺគាត់ចករឹងប៉ឹងតែម្ដងរឿងរ៉ាវទាំងអស់គឺគាត់មិនខ្វល់នោះទេគាត់ចាប់នាងនោះហែកយកហ្មងណាចំណែកអាប៉ែនេះគឺថាមកឲ្យរួចខ្លួននោះទេគឺបានបកគលជាមួយផតតាំងជាច្រើនចាប់អាប៉ែនេះគឺញាត់ចូលគុកមួយទៀតទៅពេលនេះតួស្រីរបស់យើងដើរឡានជាមួយតួប្រុសនិងតួប្រុសរបស់យើងគឺមានអារម្មណ៍ថាតួស្រីរបស់យើងប្លែកខ្លាំងណាស់ប៉ុន្តែក៏តួប្រុសរបស់យើងក៏សោកចិត្តនៅតែការពារតួស្រីរបស់យើងអញ្ចឹងប៉ុន្តែរឿងមួយទៀតដែលតួស្រីរបស់យើងធ្វើទៅជាមួយតួប្រុសពេលនេះណាគឺជួបជាមួយម្ដាយឪពុករបស់តួប្រុសដែលឪពុកនេះគឺតែងតែពេញចិត្តជាមួយតួស្រីអញ្ចឹងថ្ងៃនេះគាត់មិននិយាយជំរាបបញ្ជីជាមួយគ្នាច្បាស់លាស់ពីរឿងរ៉ាវគ្រប់យ៉ាងកាលពី5ឆ្នាំមុនតែឪពុកខឹងមួយតួស្រីទៀតថាឲ្យ2លានលើកមុនហើយមិនចេញពីកូនប្រុសរបស់គាត់នៅតែតង់ទៀមអញ្ចឹងណាតែតួស្រីគាត់ថាដោយសារតែបញ្ហាជំងឺរបស់លោកយាយរបស់គាត់ហើយណាមួយគឺគាត់មិនចង់ឲ្យតួប្រុសស្លាប់អញ្ចឹងហើយគាត់គិតថាធ្វើរឿងបែបហ្នឹងទៅវាជារឿងត្រឹមត្រូវអញ្ចឹងហើយក៏ឪពុកនេះគាត់បែបថាគាត់ឈួតយកតែម្ដងគាត់ខ្វល់ពីអារម្មណ៍របស់កូនសុភមង្គលរបស់កូននោះទេគឺគាត់បានកាត់ការកូនឲ្យគាត់ចោលទៅគាត់ថាតួប្រុសពេលនេះមានតែម្ដាយទេម្ដាយក៏រៀបចំពិធីមង្គលការទៅឲ្យតួស្រីតួប្រុសបានស្អាតបានតែម្ដងណាពួកជីវិតពួកគេទៅពីរនាក់វេទនាជាមួយគ្នាខ្លាំងមែនតើឆ្លងកាត់ជាពិសេសតួប្រុសនេះគឺស្រឡាញ់តួស្រីខ្លាំងរហូតដល់ថាគាត់ថាទោះបីជាគ្រួសាររបស់គេធ្វើបាបប៉ុណ្ណាក៏ដោយក៏នៅជាមួយតួស្រីមានកូនជាមួយតួស្រីឲ្យទាល់តែ